ហនុមានបន្តរួមសុខទុក្ខជាមួយបងប្អូនជនភៀសសឹករៀបចំម៉ាស៊ីនចម្រោះទឹកផលិតបាន1លានលីត្រក្នុងមួយថ្ងៃបើទោះបីជាស្ថានភាពនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់ប៉ុន្តែពលរដ្ឋខ្មែរជាជនភៀសសឹករាប់ម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាននៅឡើយទេហេតុដូច្នេះដើម្បីជាការចូលរួមចំណែកសម្រួលការលំបាករបស់បងប្អូនភៀសសឹកក្រុមហ៊ុនហនុមានតាមរយៈលោកអ៊ីរិចនិងព្រះនាងតូចនរោត្តមចេណាបានរៀបចំទាំងថវិកាស្បៀងអាហារសម្ភារៈសម្រាប់កុមារនិងស្ត្រីដែលទើបសម្រាលកូនសម្រាប់ជូនដល់ពួកគាត់ដើម្បីសម្រួលដល់ការស្នាក់នៅក្នុងជំរំជនភៀសសឹកជាពិសេសនោះគឺការដំឡើងម៉ាស៊ីនចម្រោះទឹកស្អាតដែលអាចផលិតទឹកបាន1លានលីត្រក្នុងមួយថ្ងៃសម្រាប់បងប្អូនជនភៀសសឹកមានតម្រូវការប្រើប្រាស់ចាំបាច់បំផុតរៀងរាល់ថ្ងៃនេះហើយជាលទ្ធផលនៃកម្លាំងសាមគ្គីរបស់យើងគ្រប់គ្នាជាពិសេសក្រុមហ៊ុនហនុមានដែលពួកយើងបានចូលរួមតាមរយៈការប្រគំតន្ត្រីវិសាលភាពជាតិខ្មែរក្នុងការគៀកោថវិកាសម្រាប់ជួយដល់បងប្អូនភៀសសឹកនៅគ្រប់ទីកន្លែងយើងទាំងអស់គ្នាជឿជាក់ថានៅទីណាមានការរួបរวมសាមគ្គីទីនោះតែងតែមានជ័យជំនះជាដរាបគូបញ្ជាក់ផងដែរថានេះគឺជាទឹកចិត្តដ៏ប្រពៃបំផុតក្នុងការជួយដល់ជនភៀសសឹកដែលជួបការលំបាកដោយសារការឈ្លានពានរបស់ប្រទេសចៅសៀមតែទោះបីជាយ៉ាងណាក្រុមហ៊ុនហនុមាននៅតែបន្តរួមសុខរួមទុក្ខជាមួយវីរៈកងទ័ពជួរមុខនិងបងប្អូនភៀសសឹកនិងបន្តបរិច្ចាគស្បៀងអាហារសម្ភារៈទៅកាន់ទីតាំងជំរំជាច្រើនទៀតដល់ប្រជាជនរបស់យើងដែលមិនទាន់បានត្រឡប់ទៅផ្ទះរបស់ពួកគេវិញជាពិសេសប្រជាជនដែលមានមូលដ្ឋាននៅតំបន់ក្រហមដែលទាហានថៃកំពុងឈរជើង